រឿងផ្ទះចាស់នៅចុងភូមិមួយចម្ងាយពីផ្លូវធំមានផ្ទះចាស់មួយត្រូវបានទុកចោលជាង20ឆ្នាំមកហើយមនុស្សនៅភូមិទីនោះបាននិយាយថាមានស្ត្រីម្នាក់ស្លាប់នៅទីនោះដោយអាក្រក់ជាខ្លាំងហើយវិញ្ញាណនាងមិនដែលទៅសុខសាន្តទេពេលមួយក្រុមថតនិងមិត្តរបស់ខ្ញុំ4នាក់វីរៈឌិនដាសុភានិងសវណ្ណសម្រេចចិត្តទៅថតវីដេអូនៅផ្ទះគេទុកចោលដើម្បីបង្ហោះលើបណ្ដាញសង្គមពួកគេនិយាយថាវាជារឿងកំប្លែងតែពេលឈានជើងចូលទៅដល់ខាងក្នុងទំនោរអារម្មណ៍ត្រជាក់ប្លែកចាប់ផ្ដើមរាលដាលសំឡេងជើងដើរលើឈើឬសូរប្រាលីនដាក៏និយាយថាអូយខ្យល់អីត្រជាក់ណាស់ហាក់ដូចជារឿងមាននរណាម្នាក់កំពុងសន្លឹងមើលយើងអញ្ចឹងសុភាកំភៃគ្រាន់តែជាខ្យល់តែប៉ុណ្ណោះយើងថតបន្តិចហើយចាញ់ទៅវិញតែភ្លាមចម្លែកឮសំឡេងស្ត្រីម្នាក់ស្រែកស្រាបញ្ចេញពីកន្លែងជាន់លើសំឡេងស្រែកអាវិរៈអូលឺទេមាននរណាម្នាក់នៅលើពួកគេចាប់ផ្ដើមឡើងសណ្ដាលកាមេរ៉ាកំពុងថតតែភ្លើងចេញអស់ហើយបន្ទាប់គោងងឹតនៅចន្លោះពន្លឺចង្កៀងនៃអំពូលទូរស័ព្ទស្រមោលស្ត្រីម្នាក់សក់វែងលើមុខឈរស្ងៀមស្ងាត់មើលពួកគេសវណ្ណសំឡេងរំជួយបងឮសំឡេងស្ត្រីទេវិរៈថាខ្ញុំឮតែវាមិនមែនជាមនុស្សទេសំឡេងអូយឮសំឡេងស្រែកពីក្រៅសុភាបួសដើរមកក្រោយហើយស្រែកអូយព្រោះនាងឃើញមុខស្ត្រីម្នាក់ដាច់បាត់សក់មិនពាក់មុខមានផ្នែកពូខៀវជ្រៅណាស់ខ្មោចនោះស្រែកជាមួយសំឡេងឈឺចាប់ហេតុល្វើយពួកអ្នកមករំខានខ្ញុំនៅទីនោះដើម្បីសងសឹកពួកដែរ ថ្
ធ្វើឲ្យខ្ញុំស្លាប់ស្រាប់តែខ្យល់ខ្លាំងសំឡេងបន្ទប់ចាប់ផ្ដើមភ្លឺពួកគេចាប់ផ្ដើមរត់ចេញប៉ុន្តែទ្វារផ្ទះបិទជិតដោយខ្លួនឯងសូម្បីតែសំឡេងស្រែកពួកគេក៏មិនអាចឲ្យអ្នកខាងក្រៅឮបានទេវីរៈព្យាយាមបើកទ្វារតែភ្លាមនោះខ្មោចស្ត្រីកាន់ដៃគេហើយសំឡេងប៉ះធ្លាក់ពីងប៉ុងហើយឮសំឡេងដួលលិនដាវីរៈតែគាត់មិនឆ្លើយផ្នែកគាត់ធំឡើងខ្លួនអាក្រក់ដូចថ្នោតទឹកកកបន្ទាប់ពីចាញ់ពីផ្ទះនោះបាន3នាក់នៅសល់តែភ័យខ្លាចជ្រុលសុភារហូតដល់ឆ្កួតស្រមើស្រមៃឮសំឡេងស្ត្រីរាល់យប់មួយខែក្រោយមកពេលនោះមនុស្សភូមិនៅទៅមើលផ្ទះនោះវិញកាមេរ៉ារបស់ពួកគេនៅតែបន្តហើយនៅវីដេអូចុងក្រោយសំឡេងស្ត្រីនោះនិយាយស្រាលខ្មោចឬសំឡេងស្ទន់តែគួរឲ្យស្លាប់ខ្ញុំមិនទាន់បានសងសឹកទេ